នេះខ្ញុំមកដឹងថាហៅនំនេះឲ្យឈ្មោះអីពិតប្រាកដទេបងប្អូនអើយអ្នកខ្លះគេហៅនំនាងលិតនាងលឹករំលិចអូយបងប្អូនអើយច្រើនមុខណាស់និយាយទៅគេហៅតាមតំបន់ណាបងប្អូនអើយហើយស្រុកនេះខ្ញុំណែនិយាយទៅតាំងពីដូនតាមកកងយាយតាមកហើយនិយាយទៅគេហៅឈ្មោះនាងលិតនឹងឯងចុះនៅខាងស្រុកភូមិបងប្អូនវិញគេហៅឈ្មោះអីដែរវិធីធ្វើគឺមិនសូវជាពិបាកប៉ុន្មានទេបងប្អូនប៉ុន្តែត្រូវព្យាយាមដឹងពីតិចនិចត្រូវធ្វើបើមិនចឹងទេនំរបស់បងប្អូនគឺអត់ឡើងទេគឺវាធ្វើឲ្យរឹងហើយអត់ឡើងបំពងទៅអត់ឡើងបានល្អចាអង្ករដំណើបនេះខ្ញុំយកទៅត្រាំទឹកចំនួន1យប់សិនចាហើយស្អែកឡើងនេះខ្ញុំលាងទឹកឲ្យស្អាតហើយបន្តមកទៀតនេះខ្ញុំយកទៅចំហុយហើយនិយាយទៅចំហុយប្រហែលជា5 10ទៅ20នាទីគឺវាឆ្អិនល្អហើយនេះខ្ញុំយកគម្របកែមួយហើយនេះខ្ញុំស្រោបជាមួយនឹងថង់សេឡូហ្វានណាបងប្អូនថង់ហ្នឹងគឺយើងសម្រាប់ដូចថាខ្ចប់ម្ហូបអាហារទុកក្នុងទូទឹកកកចាយើងធ្វើបែបនេះគឺដើម្បីកុំឲ្យបាយរបស់យើងវាជាប់ទៅនឹងគម្របហើយចំពោះបាយដំណើបវិញបងប្អូនដាំធ្វើយ៉ាងម៉េចកុំឲ្យជ្រីពេកទេកាលណាតែជ្រីពេកបងប្អូនយកទៅចាធ្វើនំនាងលិតនឹងអត់កើតទេចាហើយនៅពេលដែលបងប្អូនសកត់បាយនឹងបងប្អូនថ្នមដៃបន្តិចចាកុំឲ្យសកត់ខ្លាំងពេកព្រោះអាចនឹងបែកបាយនេះបងប្អូននៅពេលដែលបងប្អូនធ្វើរួចរាល់ហើយហ្នឹងកាលណាតែយើងក្លាបវាមកខាងទៀតហ្នឹងគឺវាមកឯងហ្មងវាអត់ស្អិតជាប់នឹងក្រអូបទេចំពោះកម្រាស់វិញបងប្អូនកុំធ្វើក្រាស់ពេកហើយក៏កុំស្ដាងពេកកាលណាតែស្ដាងពេកគឺវាអាចនឹងបាក់ប្រេះណានៅពេលដែលបងប្អូនយកទៅបំពងទៅគឺវាអាចនឹងប្រេះជាពីរហើយឬក៏ពេលហាលទៅគឺវាអាចនឹងបែកចាហើយបន្ទាប់មកទៀតគឺនេះខ្ញុំយកទៅហាលថ្ងៃហើយប្រហែលថ្ងៃនេះគឺថាក្តៅខ្លាំងមែនទែនបងប្អូន40ដឺក្រេជាងអញ្ចឹងហើយនេះខ្ញុំហាលតែ2ថ្ងៃបងប្អូនស្ងួតល្អខ្លាំងមែនទែននេះបងប្អូនរយៈពេល2ថ្ងៃគឺបានប៉ុណ្្នឹងបងប្អូនស្ងួតល្អណាស់ហើយបងប្អូនទុកបានយូរទៀតបាយកាលណាតែស្ងួតល្អទុកបានយូរអត់ដុះផ្សិតដុះអីទេបងប្អូនឃើញបាយឡើងក្របបែបនេះមានន័យថាល្អខ្លាំងមែនទែនហើយនៅពេលដែលបងប្អូនយកទៅបំពងចាទៅនេះឲ្យថានឹងឡើងហើយអត់រឹងទេចាសាច់បាយរបស់យើងនឹងគឺថាដឹងថាស្រួយខ្លាំងមែនតែនមុននឹងយកនំនឹងទៅបំពងខ្លាញ់បងប្អូនត្រូវតែដាក់ឲ្យបានក្តៅល្អសិនទើបយើងយកនំនឹងទៅបំពងបើមិនអញ្ចឹងទេនំនឹងគឺវាទៅជាបៀមខ្លាញ់ហើយឡើងរឹងស្វិតអត់ឆ្ងាញ់ទេចាហើយនេះខ្ញុំកំពុងតែចំអិន3សិនចាព្រោះអីផ្ទះបងនេះខ្ញុំរៀងទូចដែរហើយមួយណាទៀតយើងអត់អាចចាដាក់ច្រើនទេដោយសារយើងត្រូវការត្រឡប់វាចុះឡើងដើម្បីឲ្យចាឲ្យវាក្រហមតែម្ខាងហើយអត់ម្ខាងឲ្យពណ៌វាក្រហមស្មើគ្នាចាអញ្ចឹងហើយបានគេអត់ឲ្យនៅពេលដែលបងប្អូនសង្កត់បាយហ្នឹងគេអត់ឲ្យសង្កត់ខ្លាំងទេដោយសារតែកាលណាតែសង្កត់ខ្លាំងវាធ្វើឲ្យបាយរបស់បងប្អូនវាហាប់ណែនកាលណាតែហាប់ណែនវាទៅជាបាយហ្នឹងនៅពេលដែលយកទៅបំពងគឺអត់ឡើងហ្មងបងប្អូនអញ្ចឹងនៅពេលដែលបងប្អូនយកបាយទៅសង្កត់នឹងគម្របហ្នឹងចាគម្របដបហ្នឹងបងប្អូនត្រូវតែថ្នមដៃបន្តិចចាកុំឲ្យក្របបាយរបស់យើងវាបែកបែកខ្លាំងចាមកល្មមដែលយើងថារៀងថ្នមតិចណាតែក៏កុំថ្នមពេកដែរបងប្អូនត្រូវធ្វើយ៉ាងម៉េចឲ្យបាយរបស់យើងនឹងគឺវាជាប់គ្នាបើមិនជាប់នៅពេលដែលយើងហាលទៅគឺវាឆាប់នឹងបែកហើយយកមកបំពងទៀតគឺរត់តែបែកទៀតហើយបងប្អូនអើយបើសិនជាបាយរបស់បងប្អូនហាលទៅបាយជាពីរគឺមានន័យថាបាយរបស់បងប្អូននៅពេលដែលសង្កត់ហ្នឹងគឺបងប្អូនដាក់បាយអត់ច្រើនថាវាស្ដើងពេកចាចឹងយើងទីមទីឲ្យថាយើងមើលទៅតាមហ្នឹងបងប្អូនកុំក្រាស់ពេកកុំស្ដាងពេកមកល្មមនេះបងប្អូននៅពេលដែលបំពងហើយឃើញវាឡើងគ្រាប់ល្អចាហ្នឹងមានន័យថានំរបស់បងប្អូនគឺឡើងស្រួយបានល្អហ្នឹងណាហើយនៅពេលដែលបងប្អូនញ៉ាំទៅអត់រឹងទេណាបងប្អូនអូយធានាជូនបងប្អូនអើយចាឥឡូវនេះខ្ញុំបំពងរួចរាល់អស់ហើយឥឡូវនេះខ្ញុំចាប់ផ្ដើមមកធ្វើចាស្ករហើយយើងយកទៅចារោយនៅលើនំបងប្អូនចាហើយនេះខ្ញុំប្រើជាមួយនឹងស្ករក្រហមស្ករត្នោតយើងហើយចំពោះការចំអិនស្ករនេះផងដែរគឺនេះខ្ញុំអត់យកបែបតាំងម៉ែពេកទេបងប្អូនព្រោះអីនៅពេលដែលវារៀងឡើងតាំងម៉ែពេកគឺវាធ្វើឲ្យញ៉ាំទៅជាប់ធ្មេញអញ្ចឹងនេះខ្ញុំយកមកល្មមនេះខ្ញុំគ្រាន់តែរងាស់ស្ករនឹងឲ្យរៀងបានឡើងក្រហមហើយឡើងឈ្ងុយល្អហើយគឺនេះខ្ញុំបិទភ្លើងហើយនិយាយទៅបងប្អូនដាក់បាច់បិទទាំងអស់ហ្មងឯងដាក់ភ្លើងរៀងក្តៅដូចថាធំលេខ1អញ្ចឹងណាបងប្អូនកុំឲ្យស្ករនឹងវាឆាប់កកចាងាយស្រួលយើងស្រោចស្ករនឹងនៅលើនំណាហើយធ្វើបែបនេះបងប្អូននៅពេលដែលយើងញ៉ាំទៅគឺស្ករនឹងអត់ជាប់ធ្មេញទេចានៅពេលដែលបងប្អូនកំពុងតែស្រោចស្ករបងប្អូនត្រូវប្រយ័ត្នតិចព្រោះអីស្ករក្តៅខ្លាំងបងប្អូនប្រយ័ត្នលាកដៃនំនឹងយូរហាលហ្មងបងប្អូនតែបើយើងធ្វើវិញលឿនទេអត់ផ
ប្រើពេលយូរទេចាឥឡូវនំរបស់នេះខ្ញុំចាបានធ្វើរួចរាល់ហើយនេះស្ករចាប់ផ្ដើមរៀងត្រជាក់ហើយអញ្ចឹងនេះខ្ញុំចាប់ផ្ដើមមកសាកចាខាំញ៉ាំជូនបងប្អូនមើលថាតើស្រួយមិនស្រួយបងប្អូនចាំស្ដាប់មើលញ៉ាំបងប្អូនអើយឡងស្រួយហ្មងអូយបងប្អូននេះសូមអធិស្ឋានផងបងប្អូនគាត់នៅលើសលេងឯចាគឺស្រួយល្អខ្លាំងមែនតែនហើយបងប្អូនងាកមកមើលសាច់ខាងក្នុងវិញបងប្អូនឃើញវាឡើងកំពងល្អអញ្ចឹងមានន័យថានៅពេលដែលបងប្អូនសកត់ទៅកាលណាតែអត់សកត់ខ្លាំងវាអត់ហាប់ខ្លាំងទេគឺវាធ្វើឲ្យនំសាច់អង្ករហ្នឹងគឺវាឡើងពងបានល្អអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានបើសិនជាបងប្អូនពេញចិត្តជាមួយនឹងវីដេអូមួយនេះសូមកុំភ្លេចជួយ like និង share មួយផងអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតជម្រាបលាបាយបាយ